តួអង្គ3ប្រភេទដែលនៅក្នុងជីវិតពិតអ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឮឬក៏អ្នកខ្លះក៏ធ្លាប់ឮហើយថាអូបកែ drama ឥឡូវពួកយើងនិយាយពី Triangle Drama អញ្ចឹងវាមាននៅហៅថាតួអង្គ3យ៉ាងដែលវាស្ថិតនៅក្នុងជីវិតពិតគឺបកែខាង drama មុននឹងចូលដល់ខ្លឹមសារខ្ញុំនិយាយសូមជួយ subscribe ហើយនឹងជួយ like វីដេអូនេះផងបាទចូលដល់តួអង្គទី1គឺយើងនិយាយទៅលើ superhero អ្នកនរគ្នាឮតែពាក្យថា superhero អូមិនធម្មតាទេតួអង្គហ្នឹងមិនក៏លើកមកក្នុងហ្នឹងដែរ superhero គឺជាមនុស្សដែលបកកែជួយយកអាសាគេជួយគេឃើញគេបកកែអាណិតជួយគេបកកែជួយមែនទេនឹងគឺជាតួអង្គ superhero តួអង្គ superhero មិនមែនល្អណាមិនមែនល្អទាំងអស់ទេសូមចាំថាតួអង្គ superhero គឺជាតួអង្គមួយដែលបកកែជួយគេតែពេលច្រើន superhero តែមានអំណួតលើខ្លួនឯងមានមោទនភាពចំពោះខ្លួនឯងហើយអាចនឹងខ្វះក្តីស្រឡាញ់ជួយគេខករឿងហេតុអីបានខ្ញុំនិយាយអញ្ចឹងដូចឧបមាថាគេអត់មករៀនទេគេថាឧបមាថាមានមិត្តភក្តិម្នាក់គាត់និយាយថាថ្ងៃហ្នឹងឯងដូចជាអត់សូវស្រួលខ្លួនទេអត់ទៅរៀនការទេហើយមិត្តភក្តិដែលជា superhero នោះគាត់លឺភ្លាមថាអូហើយកុំភ័យហើយមករៀនក៏អត់ទៅចាំអញនេះថតមេរៀនឲ្យឬក៏អញចង់បញ្យល់មេរៀនឲ្យអែណាអាហ្នឹងគឺជា superhero ដែលទាញឲ្យម្នាក់ដែលបានអត់បានមករៀនហ្នឹងធ្លាក់ទឹកហើយព្រោះអីយើងគួរតែលើកទឹកចិត្តថាឯងលេបថ្នាំបថាអញមកបានមកហើយយើងនិយាយអញ្ចឹងណានិយាយអញ្ចឹងដើម្បីជួយឲ្យគេមកណាហ្នឹងខ្ញុំនិយាយប៉ុណ្ណឹងសិនតើចាំខ្ញុំនិយាយពីវិធីដោះស្រាយវិញពេលយើងទៅធ្វើឲ្យម្នាក់ដែលយើងប្រាប់ថាកុំឲ្យមកហ្នឹងក៏ធ្លាក់ទឹកបាត់ហើយក៏ធ្លាក់ទឹកក៏ដែរវាចម្រើនបានទេម្យ៉ាងទៀតដល់ពេលយើងធ្វើ assignment ឬធ្វើកិច្ចការជុំគ្នាអញ្ចឹងកិច្ចការក្រុមមានម្នាក់ហ្នឹងក៏បានមករៀនហើយយើងជា superhero ណាគេក៏គេនិយាយថាបងឯងអាចជួយដាក់ឈ្មោះខ្ញុំបានអត់ខ្ញុំអត់បានមករៀនថ្ងៃហ្នឹងអត់មានក្រុមអត់មានអីហើយអត់ដឹងថាទៅរកក្រុមណាមានសុំអញចូលក្រុមដែរឬពាក្យអញ្ចឹងក៏ superhero ថាយ៉ាអញដែរគេសុំអញអស់ចាយណាអញអស់ចាយតែអញ្ចឹងទៅក៏មិនអីចូលក្រុមជាមួយខ្ញុំហ្មងក៏ចាំខ្ញុំជួយដាក់ឈ្មោះឲ្យអាហ្នឹងគេបានបន្ទុកមកគ្រាហ្នឹងមែនតែថ្ងៃអនាគតគេនឹងអាចចាស់កន្លែងមេរៀនហ្នឹងទេព្រោះយើងអត់បានជួយគេឲ្យមើលទៅលើមេរៀនហ្នឹងទេឥឡូវនិយាយប៉ុណ្ណឹងសង្ឃឹមថាអ្នកនរអាចយល់ឥឡូវខ្ញុំចូលដល់តួអង្គទី2គឺតួអង្គចិត្តអាក្រក់តួអង្គចិត្តអាក្រក់គឺជាតួអង្គមួយដែលបកកែបន្ទោសគេបកកែបន្ទោសគេអត់ចេះខុសខ្លួនឯងទេអត់ចេះខុសខ្លួនឯងទេហើយខ្ញុំនិយាយអញ្ចឹងទី1ម្នាក់ហ្នឹងហើយដល់ពេលមានបញ្ហាមួយអើយមិនមែនមកពីខ្ញុំទេខ្ញុំមករៀនយឺតមកពីអ្នកនេះមកពីអ្នកនោះមកពីបងនេះមកពីបងនោះមកពីឡាននេះមកពីឡាននោះមកពីចេះមកពីចោះហ្នឹងគាត់មានលេស1000លេស1លានលេសបណ្ដោយគឺដោះសារបានគ្រប់កលៈទេសៈហើយសួរថាតួហ្នឹងគឺជាតួចរិតអាក្រក់គឺទម្លាក់កំហុសលើគេត្រូវតែអញអញអត់ទេខុសខុសទៅទៀតហើយមានដំណឹងអ្នកនរគ្នាប្រកាសជាជួបច្រើនដូចជាមករៀនយឺតឬក៏មកធ្វើការយឺតមកអីចឹងណាបន្ទោសតែគេដូចជាមករកអីអត់បានចឹងក៏បន្ទោសគេហើយធ្វើអីមិនបានក៏បន្ទោសដាក់ខ្លួនឯងត្រូវរហូតយកលេសខ្លួនឯងដើម្បីខ្លួនឯងរួចខ្លួនឥឡូវយើងចូលដល់តួអង្គទី3តួអង្គចុងក្រោយគឺតួអង្គជនរងគ្រោះកងតែអត់មានការងារបន្តិចចាប់ផ្ដើមគិតណាអើយវាសនាខ្ញុំវាមិនដល់គេហើយមកពីខ្ញុំចេះបានវាអញ្ចឹងមកពីខ្ញុំនេះមកពីខ្ញុំឈឺមកពីខ្ញុំកូនអ្នកក្រទៅខ្ញុំមិនបានមានសមត្ថភាពដូចគេខ្ញុំគ្មានឱកាសដូចគេជនរងគ្រោះហើយជនរងគ្រោះហើយនឹង superhero គឺត្រូវគ្នាហើយជនរងគ្រោះបកកែពឹង superhero ហើយ superhero នឹងចូលចិត្តណាជនរងគ្រោះដើម្បីជួយយកមុខមកខ្លួនឯងគេទាំងអស់ហ្នឹងគឺគួរយកណែណាឥឡូវយើងចូលមកវិធីបំលែងវិញវិធីបំលែងគឺធ្វើម៉េចវិធីបំលែងទី1 superhero យើងបំលែងខ្លួនយើងពី superhero ទៅជា coach ឬក៏គ្រូបង្វឹកហើយហេតុអីបានខ្ញុំនិយាយចឹងយើងជា superhero យើងអាចជួយគេបានតែជាគ្រូបង្វឹកក៏អាចជួយគេបានដែរតែយើងជួយបែបណែនាំផ្លូវឧបមាថាមានមិត្តភក្តិម្នាក់គាត់
សុំចូលក្រុមដែរក៏សុំចូលក្រុមណាបងខ្ញុំសុំចូលក្រុមដែរតែយើងគិតថាបើបងឯងចង់ចូលក្រុមបងឯងមើលកិច្ចការដែលខ្ញុំធ្វើធ្វើសិនទៅបងឯងមើលយល់អត់បើបងឯងមើលយល់ខ្ញុំឲ្យបងឯងចូលតែបើបងឯងមើលមិនយល់ទេខ្ញុំឲ្យបងឯងចូលទេបើគាត់ណាយើងណែនាំគាត់យើងជួយគាត់ដែរតែជួយតាមបែបផ្លូវត្រូវយ៉ាអាហ្នឹងរឿងអរគ្នាពេលខ្ញុំនិយាយចឹងប្រហែលជាមានអ្នកខ្លះស្អប់ខ្ញុំស្អប់ទៅព្រោះអាហ្នឹងវាសូម្បីតែខ្ញុំក៏ធ្លាក់ក្នុងអាហ្នឹងដែរខ្ញុំសឹងតែគ្រប់តួយ៉ាខ្ញុំសឹងតែគ្រប់តួមិនមែនតែមួយតួទេយ៉ាអញ្ចឹងយើងគួរតែបង្ហាញផ្លូវគេអាហ្នឹងគឺជាខូចទៅហើយយើងត្រូវធ្វើខ្លួនជាខូចយ៉ាអញ្ចឹងជាទូជាអាក្រក់វិញជាទូជាអាក្រក់យើងទៅជា creator យ៉ាជាអ្នកច្នៃផលិតអីផ្សេងៗចឹងណាឧបមាថាខ្ញុំមកយឺតមកពីនេះមកពីនោះតែយើងកុំនិយាយចឹងយើងត្រូវទទួលស្គាល់ថាខ្ញុំមកយឺតដោយសារអីដោយសារខ្ញុំមកយឺតគឺមានបញ្ហាមួយថាដេកយឺតដេកយូរដេកយឺតក្រោកយឺតហើយអាហ្នឹងគឺយើងមកពីយើងខ្លួនយើងទេបើបញ្ហាស្ទះចរាចរណ៍យើងអាចមកមុនបានតាហេតុអីយើងមកត្រែយើងត្រូវបន្ទោត្រែអត់មានទេអត់មានត្រូវបន្ទោត្រែទេអញ្ចឹងយើងត្រូវធ្វើឆ្នៃខ្លួនឯងយ៉ាងណាធ្វើឲ្យខ្លួនឯងមកលឿនយ៉ា creator ឥឡូវយើងចូលដល់តួអង្គទី3គឺតួអង្គជនរងគ្រោះតួអង្គជនរងគ្រោះយើងទៅ challenge ជុំខ្លួនឯងឧបមាថាជួបរឿងអ្វីថ្មីទាំងអស់គ្នាត្រូវគិតថាចាខ្ញុំត្រូវតែជំនាញវាបានឧបមាថាយើងមានខ្សែចូលក្នុងការងារមួយដែលបងនឹងគេថាអូគេស៊ីសនុកខ្សែខ្លាំងអញ្ចឹងអ្វីដែលយើងត្រូវធ្វើហ្នឹងគឺយើងត្រូវឲ្យខ្លួនឯងហ្នឹងធ្វើរឿងហ្នឹងឲ្យបានទៅ challenge ជុំខ្លួនឯងត្រូវធ្វើហៅថា challenge ហ្នឹងប្រែថាម៉េចហ៎អាហ្នឹងជាភាសាបច្ចេកទេសវាពិបាកប្រែដែរយើងត្រូវហៅថាលេងជាមួយខ្លួនឯងត្រូវខិតខំមានឆន្ទៈមានអីធ្វើឲ្យខ្លួនឯងអាចយកឈ្នះនៅលើឧបសគ្គហ្នឹងបានក៏មកគេថាខ្លួនឯងជាជំនួសឧបមាថាយើងចង់យកមានក្រុមតែយើងចង់សុំគេចូលក្រុមឧបមាថាយើងចង់គេចូលក្រុមអញ្ចឹងមិនល្អទេអញ្ចឹងថ្ងៃក្រោយបើមិនគេមានក្រុមយើងទៅប្រមូលអ្នកផ្សេងដែលមានក្រុមដែរយើងសុំគ្រូធ្វើមកក្រុមទៀតដោយសារយើងបានមករៀនអាហ្នឹងគឺជាអ្វីដែលយើងត្រូវជំនះឧបសគ្គបានយ៉ាហើយខ្លឹមសារទាំងអស់នេះដែរខ្ញុំទទួលបានមកពីលោកគ្រូម្នាក់ឈ្មោះរបស់គាត់គឺលោកគ្រូពុំមិញកនដែលគាត់ជាលោកគ្រូផ្នែក research របស់ខ្ញុំនៅក្នុងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចក៏សូមអរគុណដល់លោកគ្រូដែលបានបរិញ្ញាខ្ញុំហើយអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលមើលវីដេអូនេះដល់ចប់សូមអរគុណជួបគ្នាវីដេអូក្រោយជួយ subscribe ផងបាយបាយ